ជុំរៀបសួរសួស្តីបងប្អូនទាំងអស់គ្នានៅត្រូវងើបពីព្រឹកបន្តិចដោយសារតែមានល្ងហើយត្រូវទៅពិនិត្យសុខភាពផងពិនិត្យសុខភាពនឹងមិនមែនមានបញ្ហាអីទេដោយសារតែពួកខ្ញុំត្រូវតវីសាចឹងហើយនៅនេះគេតម្រូវឲ្យពិនិត្យសុខភាពដោយសារមុនចឹងឯងពីព្រឹករបស់នាងខ្ញុំគឺម៉ោង 7:40 ហើយបើនិយាយពីនៅនេះវិញគឺខ្ញុំនៅលេងផ្ទះអ៊ីដែលគាត់ត្រូវជាប្អូនស្រីរបស់ម៉ែក្មេកខ្ញុំនឹងឯងនិយាយពីថានៅនេះភ្ញាក់ពីដេកមកគឺថាអូយស្រស់ស្រាយខ្លាំងមែនតើបងប្អូនអើយបើកភ្នែកមកគឺថានៅមាត់ប្អួចមើលទៅឃើញទេសភាពធ្លាក់អាប់តិចតិចចេះផងមានអីមកទៅលុបមុខនៅឈោអេនអននៅនឹងចង់កន្លះម៉ោងជាងពួកអីមើលទៅយូរឡើងស្អាតមកហើយត្រូវមេតិចភ្លៀងរលឹមសេចតិចទៅវាមានចុះអាប់ចុះអីមើលទៅអូយឡើងនៅក្រៅស្អាតមកទេសភាពមើលហើយគឺថាស្រស់ស្រាយខ្លាំងមកចឹងហើយមកខ្ញុំនេះគឺថានៅអេនអននៅនឹងអត់ចង់ទៅលុបមុខទេដោយសារតែនៅចង់មើល view នៅនឹងពួកអីពេលហ្នឹងគឺពេលព្រឹកចឹងហើយ view គឺថាស្អាតយកតែមែនតែនមកបន្ទាប់ពីលុបមុខលុបអីហើយគឺថាមកដល់ពេលដែរហើយខ្ញុំត្រូវទៅនៅសុខភាពហើយអ៊ីហើយនឹងកូនស្រីគាត់ហ្នឹងគឺនៅពោកូនខ្ញុំនឹងឯងតែពេលហ្នឹងមកដល់យើងចុះឈ្មោះយើងត្រូវពេញឯកសារបតែខ្ញុំបានថតរូបថតមានតែផ្លិចយកមកអញ្ចឹងហើយពីអ្នកប្តីនំគ្នាដើរទៅថតរូបផ្លេតសិនហើយនៅចិត្តកន្លែងពិនិត្យសុខភាពហ្នឹងគឺមានកន្លែងថតរូបដែរប៉ុន្តែកន្លែងថតរូបគេនឹងរៀងថ្លៃបន្តិចណែបងប្អូនមើលរូបថតបានតែ4ស្លឹកឯប៉ុន្តែអស់25យ៉ូនបើគិតជាលុយខ្មែរវាខ្ទង់10000ជាងពីថតបានហើយយើងយកមកវិញចូលមកដល់ហ្នឹងគឺយើងត្រូវពេញឯកសារពេញបែបបត់ពេញឈ្មោះពេញអីទៅបងឡើយពេញខ្លួនឯងទេតែពេលកន្លែងខ្លះអត់ចេះពេញមានតែឲ្យប្តីជួយពេញនឹងឯងបន្ទាប់ពីពេញហើយយើងឡើងទៅជាន់ទី2ដើម្បីពិនិត្យសុខភាពនៅហ្នឹងគេមានពិនិត្យតិចពិនិត្យភ្នែកពិនិត្យសួតពិនិត្យអេកូពិនិត្យច្រើនហើយលើនេះគឺថាញ់ដំបងគេប្រអស់ហ្នឹងគឺត្រូវទៅបូមឈាមហើយនឹងពិនិត្យទឹកនោមតែពេលផ្សេងៗគឺខ្ញុំអត់បានថតទេដោយសារនៅក្នុងពេកឥឡូវពិនិត្យច្រើនពេកអញ្ចឹងបន្ទាប់ពីពិនិត្យហើយយើងនាំគ្នាដើរចេញទៅវិញទៅដើម្បីទៅរកអីញ៉ាំសិនព្រោះពេលយើងពិនិត្យសុខភាពពេលព្រឹកហ្នឹងអត់ទាន់បានញ៉ាំអីទេហើយឥឡូវនេះគឺថាមិនដឹងញ៉ាំអីឃ្លានពេកនាំគ្នាមកញ៉ាំគៀវទៅគៀវគេហ្នឹងមានរសជាតិពោតនិងរសជាតិកញ្ឆាយហើយខ្ញុំឲ្យប្តីខ្ញុំគឺថានាំគ្នាហូបយ៉ាងសប្បាយចិត្តដោយសារតែអ៊ីគាត់ជាអ្នកពោកូនឲ្យហើយក៏នាំគ្នាហូបគៀវហូបអីមួយឆ្អែតល្មមសិនបន្ទាប់មកក៏នាំគ្នាហៅឡានជិះទៅកន្លែងផ្ទះបងថ្លៃខ្ញុំវិញហើយបើកន្លែងនេះវិញបងអូនថ្លៃចដូនមួយខ្ញុំគេថាទូរស័ព្ទខ្ញុំហ្នឹងក៏ថតរូបឃើញច្បាស់ម៉ែដល់ពេលហើយខ្ញុំក៏ហៅគេមកថតខ្ញុំថាមកថតម្ដងទៀតមើលច្បាស់មិនច្បាស់ខ្ញុំថាខ្ញុំលើថតហើយគេថាអត់មានថតទេចាតាមពិតខ្ញុំប្រអាប់លេងទេហើយមកដល់ផ្ទះបងថ្លៃថាឲ្យផឹកយ៉ាអ៊ូមកដល់ទីយ៉ាអ៊ូនេះយ៉ាអ៊ូផ្លែឈើគេមានអីហូបទៅឆ្ងាញ់របស់គេដែរតាហើយបើកូនស្រីខ្ញុំវិញគឺថាស្រួលខ្លាំងមែនតើណាគេពោក៏បានដែរអត់យំអត់ចេះញ៉ៃទេបន្ទាប់ពីអង្គុយលេងតែបងថ្លៃមិនទូហើយក៏នាំគ្នាឡើងឡានបងថ្លៃជិះទៅផ្ទះហើយមិនជិះទៅផ្ទះទេជិះទៅកន្លែងញ៉ាំអីកន្លែងញ៉ាំអីដោយសារថ្ងៃហ្នឹងមានកម្មវិធីហើយកម្មវិធីនោះគឺកម្មវិធីបងថ្លៃទី2ខ្ញុំនឹងឯងគាត់ទៅតែសម្រាប់បានកូនស្រីមួយដែរចឹងហើយគាត់ធ្វើកម្មវិធីនៅនេះគេហៅប៉ៃរឹកស៊ីតែបើនៅខ្មែរយើងប្រហែលជាគម្រប់អាយុ100ថ្ងៃអីចឹងតែបើនិយាយ100ថ្ងៃគឺវាអាក្រក់ស្ដាប់ពេកគេហៅខួបកំណើតអីវិញហ្មងចាហើយមកដល់វិញគឺថាកូនស្រីខ្ញុំបោកយកហ្មងនេះក្មេងខ្ញុំពោកូនហើយបងថ្លៃខ្ញុំពោកូនបងថ្លៃទី2អូយកមកប្រៀបគ្នាចាកូនគេឡើងក៏ដុកហ្មងហើយកូនខ្ញុំនេះវិញគឺថាមានខ្លាចហ្មងហើយមកហ្នឹងគឺថាបងប្អូនមកច្រើនខ្លាំងមែនតើគាត់បងប្អូនខាងប្តីខ្ញុំហ្នឹងអង្គុយឡើងពេញ4តុកហ្មងហើយនេះបងអូនថ្លៃចរូនមួយគេពោកូនខ្ញុំបងអូនថ្លៃខ្ញុំឃើញតែតូចអញ្ចឹងឯងប៉ុន្តែធ្វើគ្រូបង្រៀនហើយប្តីខ្ញុំប្រអាប់រហូតថាចំពេលកូនខ្ញុំធំហ្នឹងឲ្យទៅរៀនជាមួយហើយរៀនតែអត់ស្ដាប់ប្រកបអីឲ្យវាយហើយក៏លេចទៅមើលតុកខាងនោះបងថ្លៃខ្ញុំសិតតែបងថ្លៃទាំងអស់នាំគ្នាអង្គុយញ៉ាំអីមកជុំគ្នានឹងឯងពួកអីពេលមកអញ្ចឹងទៅយើងមកអង្គុយចាំអង្គុយលេងសិនទៅព្រោះមនុស្សអត់ទាន់ពេញតុកអញ្ចឹងណាអត់ទាន់ដល់ម៉ោងហើយមានអីពួកខ្ញុំក៏នាំគ្នាថតរូបថតវីដេអូឲ្យលេងអញ្ចឹងទៅកូនស្រីខ្ញុំមកឃើញកាមេរ៉ាអត់បានទេចាតែហៅឲ្យមើលកាមេរ៉ាឲ្យរាប់តែ1 2 3ថតរូបហ្នឹងគឺថាសើចឆ្ញាញ់ហ្មងហើយខ្ញុំចង់ប្រាប់បងប្អូនថាពេលយើងមកដល់អញ្ចឹងកន្លែងហ្នឹងគេមានអាហ្នឹងបែបបបរគេទេប៉ុន្តែបបរហ្នឹងមានរសជាតិស្រាលហើយអ៊ីក៏ដួសមកឲ្យខ្ញុំគាត់ថាពេលអំបៅដោះកូនអញ្ចឹងហូបអាហ្នឹងល្អមានកលាំងមានទឹកដោះឲ្យកូនបៅអីចឹងណាហើយខ្ញុំនេះមានណាគ្រាន់តែលឺថាហូបទៅល្អមានណាហូបអស់ឡើង2ចានហើយនេះវិញគឺជាម្ហូបដែលគេដាក់ឲ្យយើងហូបហ្នឹងប៉ុន្តែពេលហ្នឹងយើងអត់ទាន់ហូបទេអត់ទាន់លើកមកគ្រប់មុខអញ្ចឹងក៏នាំគ្នាអង្គុយញ៉ាំផ្លែឈើញ៉ាំអីសិនទៅហើយនៅនេះគេដាក់ពងមាន់2គ្រាប់នៅក្នុងចានម្នាក់2គ្រាប់បានន័យថាគាត់សម្រាប់បានកូនស្រីបើសិនជាកូនប្រុសគេដាក់3គ្រាប់ឥឡូវខ្ញុំនេះមកអេនអនមើលមុខខ្លួនឯងសិនថាខ្ជូតអត់អានេះខ្ញុំមិនដឹងថាគេហៅអីដូចជាបបរចាប់លៀងមិនប៉ុន្តែនៅក្នុងនោះមានពងមាន់មានពធាក្រហមមានច្រើនណាស់មកថតបងថ្លៃខ្ញុំស្អាតប៉ុន្តែសិតតែមានគ្រួសារអស់ហើយបើនិយាយបងប្អូនខាងប្តីខ្ញុំគឺថារៀបរាប់អត់អស់ទេដោយសារតែច្រើនពេកដឹងរៀបរាប់មួយណាទុកមួយណាទេដោយសារតែប៉ាក្មេកខ្ញុំក៏មានបងប្អូន6នាក់ពេលអញ្ចឹងឡើងច្រើនហ្មងបងប្អូនហើយពេលយើងមកអញ្ចឹងនេះពេលរៀបចំញ៉ាំអីហ្នឹងគេចែកអាំងប៉ាយើងម្នាក់មួយខ្ញុំនេះមានណា3នាក់ម៉ែឪកូនបានអាំងប៉ា3ដែរឥឡូវនេះมันបង្អង់យូរចាមានអារម្មណ៍ថាឃ្លានទៀតហើយអញ្ចឹងក៏ចាប់ផ្ដើមហត់អាស៊ុបដែលអ៊ីប្រាប់នឹងឯងតែអាហ្នឹងពេលហត់ទៅវាមានក្លិនស្រាខ្ញុំសួរអ៊ីក៏
គាត់ប្រាប់ថាហ្នឹងគេដាក់សែមសែហ្នឹងឯងលក្ខណៈដូចតប៉ែយើងអញ្ចឹងណាហើយខ្ញុំនេះមិនបង្អង់យូរទេចាព្រោះអីឃ្លានឯងមកហូបក៏គេលើកមកហូបយកចឹងបន្ទាប់ពីហូបហើយអីហើយហ្នឹងគេបានថតទៀតទេនេះមកដល់ផ្ទះបងថ្លៃទី2ហើយព្រោះអីយើងត្រូវញ៉ាំបាយល្ងាចទៀតសតបងប្អូនពេលតនេមានធ្វើអីមាននាំគ្នាលេងបៀហ្នឹងឯងហើយអាហារពេលល្ងាចយើងក៏បានធ្វើហើយចឹងនាំគ្នាញ៉ាំបាយពេលល្ងាចញ៉ាំអីទៅពីញ៉ាំហើយពួកខ្ញុំនាំគ្នាទៅផ្ទះវិញនឹងឯងហើយវីដេអូនេះក៏មានតែប៉ុណ្្នេះឯងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ